ខ្ញុំនៅចាំពាក្យម្ដាយរបស់ខ្ញុំក៏តែងតែបដៅខ្ញុំតាំងពីតូចគាត់និយាយថាយើងអត់ចាំបាច់លាក់បាំងម្ហូបដែលនៅសល់ច្រើនថ្ងៃដោយសារខ្លាចភ្ញៀវនិយាយថាយើងរិះទេកូនព្រោះយើងរស់នៅបែបហ្នឹងមែនគាត់បាននិយាយទៀតថាចានដែលបែកកូនឯងប្រើវាសិនទៅព្រោះយើងញ៉ាំជាមួយស្លាបព្រាតាវាអត់មុតទេគោឡើងភ្នំអត់មានសាច់គោក៏បានព្រោះបន្លែសុទ្ធវាងាយស្រួលធ្វើយើងបត់ជើងហើយសុខភាពល្អត្រីខនេះយើងនៅតែ2នាក់យើងប្រើវាពាក់កណ្ដាលបានហើយកូនពាក្យអញហើយនឹងពាក្យខ្ញុំមួយម៉ាត់ដូចគ្នាកូនឯងប្រើពាក្យខ្ញុំវាពិរោះជាងធំឡើងកូនឯងមិនបាច់ប្រើកាភ្លើងដើម្បីការពារខ្លួនទេបើសិនជាកូនឯងច្បាស់ថាកូនឯងគឺជាមនុស្សល្អពេលមានលុយសូមកូនឯងធ្វើទានទាំងការចែករំលែកចំណេះដឹងទាំងការផ្ដល់លុយផ្ដល់សហុយហើយពេលដែលកូនធ្លាក់ខ្លួនក្រកូនប្រឹងរោទៀតទៅកូនមិនបាច់រំពឹងអ្នកដតីមកឲ្យទានកូនទេកូនចំណាំមើលអ្នកដែលគឺហាលយឆាយអត់សូវយូរទេច្រើនតែអង្គុះអង្គើពេលមួយដែលកូនឯងខឹងកូនឯងស្រែកឲ្យខ្លាំងទៅប៉ុន្តែកូនឯងស្រែកកុំឲ្យគេឮពេលត្រឡប់មកវិញរឿងហ្នឹងវានឹងចប់បើសិនជាកូនធ្វើបន់កូនកុំខ្លាចជាលួចគ្រឿងទិញឲ្យលើសអាហ្នឹងឯងបន់បើសិនជាកូនយកប្រពន្ធកូនឯងមិនបាច់យកអ្នកមានទេឲ្យតែរស់នៅមានក្តីសុខគឺកូនឯងមានឯងមកកូនឯងជាកូនប្រុសកូនឯងមិនបាច់ចាំម៉ែបដៅអត់ល្អទេព្រោះម៉ែអត់ធ្លាប់ធ្វើជាមនុស្សប្រុសទេម៉ែជាស្រីដូច្នេះបើសិនជាកូនចង់ខ្លាចជាមនុស្សប្រុសតាមរបៀបណាដែលកូនគិតថាមានតម្លៃកូនឯងសម្រេចចិត្តចុះគេថាញញួរដំកែវកែវនឹងបែកហើយបើញញួរដំដែកដែកនឹងคล้ายទៅជាអាវុធមនុស្សខ្លះប្រៀបដូចជាកែវអញ្ចឹងខ្លួននៅខ្វះខាតខ្លួននៅល្ងឹតល្ងង់តែប៉ះមិនបានទេនិយាយមិនបានទេធ្វើខុសគេស្ដីឲ្យតិចតួចអន់ចិត្តខឹងគុំគួនអត់ហ៊ានទទួលយកគំនិតពីគេទេខ្លាចគេថាអន់ទាំងដែលខ្លួនឯងនឹងអន់មែនឈើប្រណិតប៉ុណ្ណាក៏ដោយបើជាងមិនទម្លុះកែច្នៃទេវាគ្រាន់តែជាឈើគ្មានតម្លៃម្ដងពេជ្រទឹកល្អប៉ុណ្ណាក៏ដោយបើសិនជាជាងមិនឆាបមិនច្នៃវាទេវាគ្រាន់តែជាដុំថ្មម្ដងប៉ុណ្ណោះបើសិនជាយើងមិនចេះយើងនៅខ្វះខាតយើងត្រូវចេះរៀនទទួលយកការពិតហើយបើកចិត្តទទួលយកការណែនាំពីអ្នកដទៃអានឹងបានរីកចម្រើនទៅមុខលើកុំខ្លាចគេថាយើងអន់បើយើងអន់មែនកុំខ្លាចគេស្ដីឲ្យតិចតួចវាអត់ស្លាប់ទេបើសិនជាគេមានចេតនាល្អជាមួយយើងអ្នកសំណាងហើយដែលមានគេស្ដីបដៅណែនាំបង្ហាញផ្លូវហើយនឹងតាមដានការងារយើងជាប្រចាំអ្នកសំណាងយល់តែមែនតើគេនៅស្ដីគេនៅថាអ្នកជាមនុស្សមានសំណាងហើយក្រែងថ្ងៃណាមួយគេឈប់ថាគេឈប់និយាយគេឈប់ណែនាំកុំបន្ទោសថាគេអត់ប្រាប់អត់មានអ្នកណែនាំអត់មានអ្នកប្រាប់អត់មានអ្នកបង្ហាញផ្លូវអានឹងកុំបន្ទោសគេអសោះខ្លែងហោះបច្រាស់ខ្យល់បានហោះទៅលើបានខ្ពស់ហើយមនុស្សត្រូវប្រឈមនឹងការឈឺចាប់ខ្លះទើបវារីកចម្រើនទៅមុខលឿនពីពេលនេះតទៅបើសិនជាយើងមិនចេះយើងល្ងងត្រូវរៀនទទួលយកគំនិតពីអ្នកដទៃជីវិតមនុស្សម្នាក់ៗមានតម្លៃមែនតើតែបើសិនជាគេចំណាយពេលវេលានៅក្នុងជីវិតរបស់គេមកជួយជ្រោមជ្រែងជីវិតរបស់យើងជាមនុស្សសំណាងបំផុតនិងមានឱកាសធំបំផុតដែលមនុស្សដទៃទៀតមិនប្រកាសថាបានឱកាសដូចយើងទេបញ្ហារបស់យុវជនខ្មែរយើងខ្ញុំមើលឃើញជាក់ស្ដែងខ្លះ30ទៅហើយនៅអង្គុយសួរម៉ែឪថាម៉ែឯងចង់ឲ្យខ្ញុំធ្វើអីចង់ឲ្យខ្ញុំរស់ស៊ីឬក៏ធ្វើការអានេះហើយគឺជាកំហុសយើងទាំងអស់គ្នាក៏ទៅពិស្រែកចង់ឲ្យប្រទេសរីកចម្រើនប៉ុន្តែសួរថាតើយើងបានធ្វើអីខ្លះយើងបានធ្វើអីខ្លះដើម្បីជាតិដើម្បីមាតុភូមិរបស់យើងអាយុ18រៀនចប់តយកបញ្ញាបត្រឬក៏តយកជំនាញណាជំនាញអីអគ្គិសនីវិស្វកម្មវិស្វករឬក៏រៀនយកបញ្ញាបត្ររៀនយកអីដែលយើងចង់ធ្វើមិនរៀនចប់ហើយនៅសួរឪពុកម្ដាយថាប៉ាម៉ាក់ឲ្យខ្ញុំធ្វើការងារឬក៏រស់ស៊ីជីវិតរបស់យើងជីវិតរបស់ខ្លួនឯងមិនបានទៅនៅលើប៉ាម៉ាក់ណាអានេះគឺជាបញ្ហាហើយខ្លះទៀត30-40ឆ្នាំទៅហើយនៅតែបងធំប្រចាំភូមិណានៅតែកាងឲ្យពួកក្មេងៗកាងវិយាកាងស្រាកាងស្រីកាងលបែងកាងឆ្នាំញៀនហើយសម័យចង់ឲ្យប្រទេសនេះចម្រើន
ខ្ញុំគិតថាបើសិនជាគូក្បាលរបស់អស់លោកយុវជនយើងវាបែបនេះច្រើនទៅប្រទេសជាតិមួយនេះវាគ្មានទីចម្រើនទេហើយឈប់ស្រែកឈប់តវ៉ាឈប់ប្រឆាំងនៅពេលដែលឃើញប្រទេសយើងវាដើរយឺតពួកគូក្បាលយើងវាអត់ទាំងដើរផងបងដឹងថាគេមានមេរៀនរាប់លានដុល្លារ គេមានវាជាមេរៀនដែលអ្នកមានគេផ្ដល់ឲ្យកូនគេហើយក៏មានអ្នកមានមួយចំនួនគេព្យាយាមផ្ដល់ឲ្យប្អូនដែរប៉ុន្តែទៅបានប្អូនឬក៏ក្មេងៗផ្សេងទៀតគាត់គិតថាជាគ្រូជោគជ័យជាអីអូនដឹងទេថាមានអុកញ៉ាគាត់ឡាយចែកម្លែកប៉ុន្តែប្អូនអត់ស្ដាប់ហើយក៏វាចេះឥទ្ធិពលដល់អ្នកមានដតីទៀតនៅស្រុកខ្មែរដែរពួកឲ្យគាត់អត់ចង់ចែកម្លែកដែរដោយសារតែគាត់ស្អប់ចំពោះការវាតម្លៃពីជនអគតិគាត់ខ្ជិលដោយ Robert Kiyosaki គាត់ថាទុកឲ្យពួកគេក្រទៅថ្ងៃណាមួយអត់អីស៊ីគាត់ដឹងខ្លួនអញ្ចឹងមិនបាច់បរៀនគាត់ទេយើងមានយើងប្រឹងតែយើងទៅប្រឹងបូមយកមកអត់ទៅអានេះគឺជាការរើសអើងរវាងអ្នកមានជាមួយនឹងអ្នកក្រដែរណាបងគឺមូលហេតុគឺដោយសារតែអ្នកក្រចូលចិត្តវាតម្លៃពេកហើយមេរៀនទាំងអស់ដែលអាចធ្វើឲ្យបងខ្លាយទៅជា millionaire ឬក៏អ្នកមានក៏បងអាចរៀនបាននៅតាមហាងកាហ្វេដែរដូចជា Starbucks Origin Brown បងអាចទៅលួចស្ដាប់ប៉ុន្តែបងអត់ដឹងទេព្រោះបងជាអ្នកញ៉ាំប៊ីយ៉ាមិនមែនអ្នកញ៉ាំកាហ្វេទេជាអ្នកញ៉ាំប៊ីយ៉ាចាក់បាសអាជីពអីចឹងទៅនៅកម្ពុជាយើងមានក្លឹបអាជីវកម្មច្រើនណាស់ដែលអាច generate profit មានន័យថាផលិតប្រាក់ចំណេញឲ្យសមាជិកបានរាប់លានដុល្លារណាពីមួយថ្ងៃទៅមួយថ្ងៃបងស្គាល់ទេដូចជា MLC ជា CEO ដូចជា BNI បងអត់ដឹងព្រោះបងគិតថាវាមិនដែលមានទេរៀននៅសាលាមិននឹងចេះផងឲ្យទៅចូលក្លឹបអាជីវកម្មទៅស្គាល់អីអ្នករស់ស៊ីមានទេបងអត់ដឹងទេបងក៏អត់ដឹងថានៅកម្ពុជាយើងមានក្លឹបម៉ូតូទឹកក្លឹបអូបនិងក្លឹបកូហ្វក្លឹបវាយកូនគោលបងសុទ្ធតែជាក្លឹបរបស់អ្នកមានដែលបងអាចទៅរៀនមេរៀនរាប់លានដុល្លារនៅទីហ្នឹង តែបងជឿថាបងអត់ដឹងតែបងសូមប្រាប់បងថាមានច្រើនទៀតបងថ្ងៃណាមួយបងអាចសាកតែញ៉ាំកាហ្វេនៅកម្ពុជាណានៅភ្នំពេញអីទៅបងនឹងបានឮរឿងរ៉ាវច្រើន កុំកាប់បំពង់រងចាំទឹកភ្លៀងកុំរស់នៅពឹងទៅលើគេឲ្យតម្លៃយើងតម្លៃមនុស្សមិនស្ថិតនៅលើនរណាម្នាក់ឲ្យយើងនោះទេបើយើងខ្លួនឯងគ្មានតម្លៃផងកុំរំពឹងថាអ្នកដទៃមើលឃើញតម្លៃយើងឲ្យសោះរឿងតម្លៃគេមើលឃើញមិនឃើញជារឿងដោយឡែកជាមនុស្សត្រូវមានគោលការណ៍រស់ដោយខ្លួនឯងទី1ធ្វើអីធ្វើឲ្យអស់ពីសមត្ថភាពសិនមុននឹងបន្ទោសអ្នកដទៃចាស់និយាយថាម្រាមមួយចង្អុលគេម្រាម4ទៀតចង្អុលខ្លួនឯងធ្វើអីក៏ដោយសូមធ្វើឲ្យអស់ពីលទ្ធភាពសិនទៅមុននឹងចង្អុលដាក់បន្ទុកនឹងទៅអ្នកដទៃមនុស្សខ្លះចូលចិត្តបន្ទោសអ្នកដទៃមុនមើលពីកំហុសខ្លួនឯងនឹងមែនតើតែម្ដងពេលខ្លះលក់មិនដាច់ដាក់បន្ទុកទាំងស្រុងទៅលើសេដ្ឋកិច្ចពេលខ្លះលក់មិនដាច់ដាក់បន្ទុកទាំងស្រុងទៅលើទីផ្សារមកពីទីផ្សារវិញចេះមកពីទីផ្សារវិញចុះពេលខ្លះលក់មិនដាច់ទៅមួម៉ៅជាមួយនឹងដៃគូប្រកួតប្រជែងគេវាលក់អញ្ចេះគេវាលក់អញ្ចោះទាំងជាក់ស្ដែងខ្លួនឯងមិនបានធ្វើសកម្មភាពអីសោះខ្លួនឯងមានភ្ញៀវចូលទៅដល់ហាងហើយកំរុះកំរើយមិនមើលមុខភ្ញៀវក៏មានដែរអានេះជារឿងដែលយើងមើលឃើញទាំងអស់គ្នាពេលខ្លះយើងមើលគេរហូតដល់ភ្លេចមើលពីខ្លួនឯងក៏មានដែររៀនពង្រឹងខ្លួនឯងឡើងវិញត្រូវឲ្យតម្លៃទៅលើខ្លួនឯងសិនតម្លៃយើងគឺនៅលើយើងមិនមែននៅលើគេទេពេលខ្លះខ្លួនយើងអត់មានតម្លៃបែរជាចោទទៅគេថាមិនឲ្យតម្លៃក៏មានដែរទី2មនុស្សគ្មានតម្លៃទូស្គាល់ទេវតាក៏គ្មានតម្លៃអីដែរសុនឈៀននិយាយថាមានតែយើងខ្លាំងប៉ុណ្ណោះទើបគេព្រមជួយយើងបើយើងគ្មានតម្លៃទេទោះជួបអ្នកខ្លាំងប៉ុណ្ណាក៏គេជួយយើងមិនបានដែរមុននឹងចង់ឲ្យគេឲ្យតម្លៃយើងសំណួរសួរថាយើងមានតម្លៃគ្រប់គ្រាន់សម្រាប់គេហើយឬនៅមនុស្សខ្លះចង់បានតម្លៃពីគេទាំងដែលខ្លួនឯងនឹងមិនសូវថ្លៃក៏មានដែរចាំថាបើយើងគ្មានតម្លៃសម្រាប់ខ្លួនឯងទេទោះស្គាល់អ្នកធំប៉ុណ្ណាក៏គ្មានន័យដែរទោះបីគេឲ្យតម្លៃគេទៅសើលើកជើងយើងប៉ុណ្ណាក៏គ្មានតម្លៃអីដែរចង់ឲ្យគេឲ្យតម្លៃយើងលុះត្រាតែយើងឲ្យតម្លៃទៅលើខ្លួនឯងសិនគេឲ្យតម្លៃយើងលុះត្រាតែយើងនឹងវាថ្លៃដែរកុំរំពឹងចាំតែគេឲ្យតម្លៃយើងរៀនបង្កើតតម្លៃរៀនថែរក្សាតម្លៃរៀនឲ្យតម្លៃមកលើខ្លួនឯងជាប្រចាំទី3តម្លៃមនុស្សពិតប្រាកដមិនមែនជាការទាមទារចំណាប់អារម្មណ៍ទេ
មនុស្សមានតម្លៃគេសាងគុណតម្លៃដើម្បីឲ្យខ្លួនគេនឹងវាមានតម្លៃមិនមែនធ្វើល្អដើម្បីទទួលបានការអាណិតអាសូរឬក៏ចាប់អារម្មណ៍ពីនរណាម្នាក់នោះទេកុំត្រូវការការអាណិតកុំរំពឹងទៅលើនរណាម្នាក់ដែលគេអង្គុយចាំតែឲ្យតម្លៃយើងពេលខ្លះគេក៏រវល់ដែរជីវិតរបស់យើងគឺជាកម្មសិទ្ធិរបស់យើងត្រូវចាំថាមនុស្សដែលគេអាណិតគេជូនដោយមនុស្សដែលមានតម្លៃគេជូនមកហើយក៏មិនបាច់ទៅស្នើសុំហើយក៏មិនបាច់ទៅទាមទារអីដែរ